សួស្តីមិត្តជាងអរគ្នាបាទថ្ងៃនេះដែរខ្ញុំមាន Oppo ម្ដង Oppo ប្រភេទ Oppo A5s បាទតាមយើងចាំបងប្អូនប៉ុន្តែបើយើងចង់ឲ្យដឹងច្បាស់យើងចូលមកនេះមកនេះកន្លែង call ឯងមានជាង call វាណាយើងចុចផ្កាយក្នុងឈូកដើម្បីឆែកមើល CVA វាហើយ Oppo ម្ដងនេះដែរគឺជាប់លេខកូដដៃឬក៏ password បាទ password ចឹង model វានេះ model CVA 1904ចឹងយើងធ្វើការដោះកូដទាំងអស់គ្នាឲ្យប្រើកម្មវិធី Unlock Tool បាទចឹងយើងកលេចទៅលើ Unlock Tool វិញយើងបានរើសរួចហើយនេះ A5s ហើយ model វានេះកន្លែង CVA 1909តោះបើយើងចុចនឹងមកយើងអាច click ជាមួយនឹង factory reset បូក ARP នឹងមកបាទឥឡូវយើង stop សិនបាទយើងចុចម្ដងទៀតនេះបាទបូកទៅមកតមកទូរស័ព្ទដៃយើងធ្វើការបលត់គ្រឿងសិនបាទឥឡូវយើងធ្វើការបលត់គ្រឿងជាមួយនឹងទូរស័ព្ទដៃតមកយើងចុចជាមួយនឹង volume up volume down ឬក៏ volume បូកដកចុចទាំងពីរបងប្អូនគេដាក់ដូចចូលបាទលេខមក unlock tool យើងគឺដែរនេះហើយចាំ 100% វានឹងធ្វើការផ្គត់កូដអូតូស្វ័យប្រវត្តិបាទstop ហ្នឹងថតចាំឲ្យខាហើយចាំមើលថាវាចូលដល់ menu អត់បាទហើយយើងរងចាំវាមើលទៅនេះការចែកម្លែកសម្រាប់មិត្តជាងដៃថ្មីដែលគាត់មិនដែលធ្លាប់ជួបទៅលើ model Oppo នេះសម្រាប់ការដោះកូដចឹងណាបាទមិត្តជាងណាដែលគាត់ចេះហើយអាចមើលបានឬក៏រំលងបានបាទអានេះគឺជាការចែកម្លែកតិចតួចទៅលើជំងឺស្រាលបាទមើលរងចាំមកគ្នាបាទប៉ុន្តែស្មើចុចចូលមនុយទៅលើ model Oppo A7 នេះគឺយើងដោះជាមួយ Unlock Tool អត់កើតទេបាទយើងប្រើជាមួយនឹងឧបករណ៍ផ្សារខ្សែលុបឧបករណ៍ផ្សារខ្សែលុប B-box ឬក៏ USI ECG Track ហើយនឹងកម្មវិធីថ្មីទៀតគេអាប់ដេតមកUnlock Tool វាដោះបានទៅលើ model មួយចំនួនអញ្ចឹងមកដល់ចំណុចនេះហើយបងប្អូនអាចចូលកន្លែងនេះ Imagine Call វានេះមកដើម្បីយើងចុចចូល menu យើងមិនចាំចុច Continue វានេះទេអញ្ចឹងយើងយកផ្លូវកាត់បណ្ដោយដល់បាទយើង Imagine Call មកចុចខាយថងឈូក8 13ថងឈូកហើយបញ្ជូបាទចុចទៀតទៅហើយនេះឥឡូវឃើញថាវាចេញដល់ menu ហើយបាទអញ្ចឹងអស់ហើយវីដេអូនេះមានតែប៉ុណ្ណឹងហើយជាចុងក្រោយសូមបងប្អូនកុំភ្លេចជួយចុច Subscribe ទៅលើ Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូល្អៗសម្រាប់ការចែករំលែកថ្មីៗពីខ្ញុំបាទបន្តទៀតបាទអរគុណបាទ